61តើសាសនាព្រាហ្មណ៍មានប៉ុន្មានគណៈសាសនាព្រាហ្មណ៍មាន3គណៈគណៈព្រះសិវៈឬព្រះសូរជាអាទិទេពបង្កើតលោកគ្រប់គ្រងលោកនិងបំផ្លាញលោកជាគណៈព្រះសិវៈមានសាសនិកច្រើនជាងគណៈផ្សេងគណៈព្រះវិស្ណុឬព្រះនរាយណ៍ជាអាទិទេពគ្រប់គ្រងលោកនិងថែរក្សាលោកគណៈព្រះវិស្ណុមានសាសនិកល្មមមិនច្រើនមិនតិចពេកគណៈព្រះព្រហ្មជាអាទិទេពបង្កើតលោកគណៈព្រះព្រហ្មមិនសូវមានពេញនិយមប៉ុន្មានទេហើយព្រះព្រហ្មក៏មិនសូវមានតួនាទីអ្វីសំខាន់ដែរនៅក្នុងព្រហ្មញ្ញសាសនា62តើចម្លាក់ខ្មែរមានប៉ុន្មានប្រភេទចម្លាក់ខ្មែរមាន3ប្រភេទគឺលៀនលឹបលោត63តើប្រាសាទក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7មានព្រហ្មមុខ4តំណាងឲ្យអ្វីប្រាសាទក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7មានព្រហ្មមុខ4តំណាងឲ្យព្រហ្មវិហារធម៌ទាំង4គឺមេត្តាករុណាមុទិតានិងឧបេក្ខា64តើប្រាសាទអង្គរកសាងឧទ្ទិសដល់អ្វីប្រាសាទអង្គរកសាងឧទ្ទិសដល់ព្រះវិស្ណុឬព្រះនរាយណ៍សំខាន់លើការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍជាតិ65តើព្រែកជីកហ្វូនដែលចូលឆ្លងកាត់ខេត្តណាខ្លះព្រែកជីកហ្វូនដែលចូលឆ្លងកាត់ខេត្តចំនួន4រួមមានខេត្តកណ្ដាលខេត្តតាកែវខេត្តកំពតនិងខេត្តកែប66តើប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំណាប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ1955 67តើសម័យអាណានិគមនិយមបារាំងចាប់ផ្ដើមនៅឆ្នាំណាសម័យអាណានិគមនិយមបារាំងចាប់ផ្ដើមនៅឆ្នាំ1884 68តើសម័យអាណានិគមនិយមបារាំងគ្រប់គ្រងដោយស្ដេចអង្គណាសម័យអាណានិគមនិយមបារាំងគ្រប់គ្រងដោយព្រះបាទនរោត្តម1860ដល់1904 69តើប្រទេសកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំណាប្រទេសកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ1953 70តើសម័យកម្ពុជាទី1ត្រូវបានបញ្ចប់នៅឆ្នាំណាសម័យកម្ពុជាទី1ត្រូវបានបញ្ចប់នៅឆ្នាំ1970